ចាជំរាបសួរបងនេះគឺជារបៀបនៃការវេលុយចេញពី app Receiver របស់យើងចូលមកក្នុង app ឆ្នោតដើម្បីផ្សងសំណាងអញ្ចឹងដំបូងគឺយើងចុចចូលទៅកាន់ app ឆ្នោតរបស់យើងសិនចាបើក app ឆ្នោតរបស់យើងអញ្ចឹងមកធម្មតាបើសិនជាភាសាខ្មែរគឺគេដាក់តាមហ្នឹងណាតែនេះដោយសារតែ app របស់ខ្ញុំជាភាសាអង់គ្លេសអញ្ចឹងយើងចុចកន្លែងពាក្យមីដែលនៅគៀនបង្អស់នេះមកហើយបន្តមកបងនឹងឃើញហើយចាប្រភេទលុយដែលយើងយកពាក្យ KHR នេះចាចុចលើកន្លែងហ្នឹងមួយហើយបន្តមកទៀតបើសិនជាភាសាខ្មែរថងកន្លែងនេះគឺប្រកាសជាមានពាក្យថាដាក់លុយហើយមួយទៀតនៅក្រោមគឺគេដាក់ថាដកលុយអញ្ចឹងយើងយកពាក្យថាដាក់លុយនេះតមកយើងវាយចំនួនទឹកប្រាក់ដែលយើងចង់ដាក់ចូលដើម្បីផ្សងតមកយើងចុចពាក្យបញ្ជូនហើយយើងយកពាក្យថា pay in ACE member ចុចកន្លែងហ្នឹងមួយអញ្ចឹងវាអូតូមក app Receiver របស់យើងមកបើសិនជា app ហ្នឹងនៅក្នុងទូរស័ព្ទរបស់យើងតែមួយអញ្ចឹងតមកទៀតគេសួរយើងបង់ប្រាក់ឥឡូវអញ្ចឹងយើងចុចមកបង់ប្រាក់ឥឡូវហ្នឹងតមកទៀតយើងចុចលេខកូដសម្រាប់ប្រតិបត្តិការ6ខ្ទង់របស់យើងអញ្ចឹងដល់ពេលឃើញសញ្ញា tick នេះគឺទឹកប្រាក់ហ្នឹងនឹងវេទៅកាន់ app ឆ្នោតអូតូហ្មងបានន័យថាជោគជ័យបងចុចពាក្យថាដាននេះមកហើយយើងចុចត្រឡប់ទៅក្រោយវិញយើងចុចកន្លែងភ្នែកនេះអញ្ចឹងយើងឃើញទឹកប្រាក់យើងមានចំនួនប៉ុណ្ណឹងហើយយើងវេមកគឺយើងអាចផ្សងបានតាមចិត្តបងចង់ផ្សងអីក៏បានដែរ